ជំរាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះយើងរៀនអំពីសុខភាពមាត់ធ្មេញយើងត្រូវការដោះថ្មីញ៉ាំតាឆ្លើយមកវិញយើងអីមាត់បោះមកកុំអើយអូហូបកុំអើយទៅដល់ស៊ីអូខេហ្នឹងកុំអើយចិនក្លិនដាក់គេអូចេញក្លិនណាតោះអ្នកផ្សេងយកបើយើងអត់ដោះថ្មីអាចទៅមកឈឺមិនអាចញ៉ាំអាហារបានត្រូវចាចាថ្មីសម្រាប់គេថ្មីសម្រាប់កាពីអាហារអត់មានថ្មីញ៉ាំអាហារចាតែបើសិនជាអត់ថ្មីខូចចាបើយើងអត់ថ្មីទៀតខូចចង់បានថ្មីខូចចង់បានថ្មីសុខភាពល្អថ្មីយើងដល់ហើយដាក់ទេបកាយញ៉ាំលោកបកាយញ៉ាំស្ករគ្រួបកាយញ៉ាំរបស់អែមទៅផ្អែមយើងគឺធ្វើថ្មីយើងកុកហ្មងកុកឲ្យស៊ីហើយគេហៅថាតើស៊ីថ្មីបើយើងថ្មីហើយបើតែវាស៊ីដល់រឹងគឺមានថាធ្វើយើងឈឺហើយយំហើយម៉ាក់ប៉ាយើងយកយើងទៅពេទ្យហើយយើងអត់លុយទៀតអញ្ចឹងដល់ពេលដែលយើងញ៉ាំអាហារទៅធ្វើយើងគេថ្មីគេនេះបាក់ពុកទៅកោស៊ីចាំទៅមកយកអីចាអត់ញ៉ាំដាក់លើច្រាតមកគេឲ្យគេអត់ទេនិយាយទៅនិយាយខូចមកនិយាយពីលើទៅក្រោយនេះចាគឺណាតមកទៀតនេះទៅក្រោយដល់លោកនេះដាក់លើក្រោយយកទៅដល់នេះទៅអាទេការដល់ផ្ទះស្អាតគឺមាននៅក្នុងចាចាំទៅឲ្យយកខាងក្នុងដាក់ខាងក្នុងលើហើយយកខ្លួនខាងនេះខាងក្រោយទៀតហើយនៅខាងក្រោយយើងអានមកឲ្យដល់ខាងក្រោយយើងទៀតខាងលើចោលនេះដល់ឲ្យដល់ខាងលើហើយយើងចូលមកឲ្យដល់ដាក់តែដាក់ក៏មានរកតោហើយយើងទៅចាប់ចឹងដល់ឲ្យមានស្គាល់ទៅជានឹងទៅហើយដល់ឲ្យថាបានអានទី2ឬអីនេះនេះទៅមានអានអស់ហើយចូលដល់គេដល់ពេកអាចឲ្យដាក់នេះតាមយើងអត់ទេចាគឺទៅពេកគេទៅគ្រូឲ្យឆ្នាំដល់ទៅមួយដល់មកគេដល់ឲ្យដល់ឆែដល់ទៅលោកគ្រូអ្នកគ្រូអាចបង្រៀនដល់កុមារកុមារីទាក់ទងជាមួយនឹងអាហារដែលនាំឲ្យល្អដល់មាត់ធ្មេញនិងអាហារដែលមិនល្អដល់មាត់ធ្មេញផងដែរយើងអាចធ្វើជាហត្ថកម្មឲ្យគាត់ជ្រើសរើសអាហារដែលឲ្យធ្មេញមានសុខភាពល្អនិងអាហារដែលប៉ះពាល់ដល់មាត់ធ្មេញហើយពួកគេធ្វើជាក្រុមហើយធ្វើជាមួយនឹងគ្នាផងដែរ